Hai, alo,ខ្ញុំបាទយ៉ាម៉ាណាដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាហើយថ្ងៃនេះផងដែរយើងនឹងមកសម្រាយរឿងបន្តនៅរឿងគ្រូបង្ហាត់ប្រយុទ្ធកំពូលមុននឹងចូលទៅកាន់សាច់រឿងសូមអរគុណទៅកាន់អាសារ៉ាសម្រាប់ donate មកកាន់ខ្ញុំ1រៀលកន្លះប្រាក់ដីយ៉ាម៉ាណាសម្រាប់បញ្ចូលកាតសម្រាប់សម្រាយរឿងតហ្នឹងហើយបាទអូខេសារ៉ាយេសឺអរគុណច្រើនដើមរឿងឡើងយើងក៏បានឃើញអបិសង្វងក៏បានត្រឹមម្ដាយរបស់អបិសេយកហើយវាក៏បាននិយាយថែមទៀតថាអាសេយកហើយវាយអញពិតប្រកបអូនសេយកក៏បាននិយាយទៅកាន់សង្វងវិញថាយើងវាយអ្នកពិតប្រកបជាជាងវាយអ្នកខ្លាំងឬហើយនៅពេលនោះអូនសេយកក៏បានកាត់សម័យនៅពេលដែលស៊ីអ៊ីនផែមកកាន់វាលោកកុំភ្លេចដែលខ្ញុំរៀនក្បាច់ចាប់បោកទៅកាន់លោកចោះអ្នកកុំភ្លេចសាំងវងមានធំជាងអ្នកហើយខ្លាំងជាងអ្នកផងដែរអ្នកចោះត្រូវប្រាក្បាច់នៅអ្នកអរគ្នាហ្នឹងហើយនិយាយចឹងអាក្បាច់ចាប់បោកហ្នឹងខ្ញុំញ៉ាំនិយាយហៅក្បាច់ចាប់បោកយកហ្មងខ្ជិលនិយាយជាអង់គ្លេសអីភ្លាមនោះយើងក៏បានឲ្យឃើញនៅអបិសាំងវងវាកំពុងតែស៊ីសើហើយនៅភ្លាមនោះដែរយើងក៏បានឃើញសេយកក៏បានលើមើលទៅកាន់សាំងវងហើយវាក៏បានថាអាកាសល្អហើយវាក៏បានស្ទុះតោចាប់អោបផ្ដួលទៅកាន់អបិសាំងវងយកតែម្ដងទៅកាន់អបិសាំងវងទៅយកអេឡងបន្ទប់បានសួរបួលផងត្រូវចាប់បោកទៀតពិតជាឈឺចាប់ខ្លាំងមែនតើនៅពេលនោះដែរអ្នកគៀនក៏បាននិយាយទៅកាន់អបិសេយកថាចុំវាចាប់ដើមមកទៅកាន់អបិសាំងវងហើយក៏បានឲ្យឃើញនៅអបិសាំងវងពិតជាស៊ីសើខ្លាំងមែនតើធីងថងហើយយើងក៏បានឃើញសេយកដាល់ទៅកាន់អបិសាំងវងយកតែម្ដងមួយដៃយកពីរដៃចំកណ្ដាលមុខទៀតហើយនៅពេលនោះដែរសេយករបស់យើងក៏បានដាល់ទៅកាន់សាំងវងហើយវាក៏បាននិយាយថែមទៀតថាឯនេះតបស្នងឯងគឺជាអ្នកវួយខ្ញុំហើយឯងគឺជាអ្នកធ្វើបាបខ្ញុំសិនជាវាមិនសម្រាប់ឯងយើងនឹងរស់នៅក្នុងសាលាធម្មតាវាមិនសម្រាប់អ្នកតែអាចឈួតសាំងវងនេះគឺជាពិតប្រកបមែនតើអបិនោះក៏បានវាយទៅកាន់សាំងវងហើយភ្លាមនោះផងដែរយើងក៏បានឃើញនៅអបិសាំងវងក៏បានធាក់ទៅកាន់សេយករបស់យើងមួយជើងហើយវាក៏បានក្លែតួឯប្រុសរបស់យើងជាប់កផងដែរវាក៏បាននិយាយថានៅពេលនោះអាសាំងវងក៏បាននិយាយទៅកាន់អបិសេយកថាអាអ្នកចាញ់ដល់អាក្រក់អើយញាក់ខ្លាំងមែនតើឯងក៏បានរៀនក្បាច់កុនមកពីណាយើងក៏ធ្លាប់រៀនវាផងដែរមានឈ្មោះថាជោគហ្នឹងហើយអ្នកនរគ្នាបើសិនខ្ញុំហៅខអធិស្ឋាននៅពេលនោះដែរសាំងវងវាក៏បាននិយាយថានៅក្នុងរយៈពេល1វិនាទីយើងនឹងផ្ដួលទៅកាន់ឯងតែម្ដងហើយនៅពេលនោះសេយករបស់យើងក៏បាននិយាយផងដែរនៅក្នុងរយៈពេលវិនាទីយើងក៏បានដោះឃ្លាទៅកាន់ឯងពេលនោះសេយកក៏បាននិយាយថា3វិនាទីហើយបែសាំងវងក៏បាននិយាយទៅកាន់សេយកថាមិនអាចទៅរួចទេផងដែរសេយករបស់យើងក៏បានស្លឹងមើលទៅកាន់សេយករបស់យើងក៏បានដុតទៅកាន់ដៃអបិសាំងវងយកតែម្ដងអាសាំងវងវាក៏បាននិយាយថាចំមានអារម្មណ៍ថាដូចក្តៅខ្នល់នៅពេលនោះដែរវាក៏បានដោះឃ្លាទៅកាន់អបិសេយករបស់យើងយកតែម្ដងវាក៏បានស្រែកជាខ្លាំងហើយនៅពេលនោះផងដែរយើងក៏បានឲ្យខេណែអបិសេយកក៏បានស្លឹងមើលទៅកាន់អបិសាំងវងបន្តិចហើយវាក៏បានតតទៅកាន់ជើងអបិសាំងវងយកតែម្ដងមើលទៅកាន់មួយជើងនោះទៅពិតជាមានស្រានោះទេមើលទៅនឹងពើជើងហើយនៅពេលនោះដែរសេយករបស់យើងក៏បានកាត់សម័យនៅពេលដែលស៊ីនបរៀនមកកាន់វាបើជាអបិសាំងវងមេធំក៏ដោយឬអ្នកដតីមេធំក៏ដោយបើសិនជាអ្នកដាល់ចំចការកឹមទៅមួយដៃដួលតែម្ដងពីកាត់សម័យបញ្ចប់តួឯកប្រុសរបស់យើងសេយកក៏បានខំស្គួតថ្មិញខ្លាំងមែនទែនហើយវាក៏បានមើលស្លឹងទៅកាន់ចការកឹមរបស់អបិសាំងវងបន្តិចហើយវាក៏បានម៉ាត់យកតែម្ដងទៅមួយដៃដួលខ្ពស់ហើយយើងមើលនេះនៅគៀនគេនោះទៅពិតជាភ្ញាក់ផ្អើលមែនទែនចំពោះអបិសេយករបស់យើងហើយទៅស៊ីអ៊ីនក៏នឹកស្មានមិនដល់ដែរមើលតែអបិសេយកទៅពិតជារំភើបចំពោះខ្លួនឯងជាខ្លាំងតពីវាយអបិសាំងវងមួយដៃដួលខ្ពស់តែម្ដងយើងមើលទៅកាន់ស៊ីអ៊ីនទៅពិតជាមានមោទនភាពទៅលើអាអូនសេយករបស់យើងជាខ្លាំងហើយនឹងក៏បានដើរទៅចេញនាងថាស្មានទៅសោះគេខ្លាំងហួសអ្វីដែលខ្ញុំគិតពេលនោះដែរសេយករបស់យើងក៏បាននិយាយថាទីបំផុតខ្ញុំឈ្នះហើយពេលនោះដែរសេយករបស់យើងក៏បាននិយាយថែមទៀតថាបន្ទាប់ពីការប្រយុទ្ធយើងត្រូវទៅរត់ដាក់មេប្រុយតែម្ដងចឹងតែខ្លាចអាពួកបូលីគ្នាសាំងវងដេញតាមពេលនោះដែរអបិមុខដូចតងក៏បាននិយាយថាយើងគួរតែដេញចាប់គេអស់អបិផ្មេកស្លុកក៏បាននិយាយថាបើចាំទេមើលតែអបិសេយកទៅពិតជាមានមរណភាពចំពោះខ្លួនឯងជាខ្លាំងមើលទៅវាទៅពិតជារំភើបខ្លាំងមែនទែនយល់ហើយអ្នកឈ្នះហើយនៅពេលនោះសេយកក៏បានបន្លឺសលេងថាព័ត៌មានដែលខ្ញុំវាយឈ្នះសាំងវងរីករាលដាលដល់ឆាប់រហ័សថ្ងៃធ្វើបាបបានកំឡងផុតទៅឬដូច្នេះខ្ញុំបានគិតនោះគ្រាន់ជាការគិតប្រាថ្នាពេលនោះយើងក៏បានឃើញលេខតួអង្គថ្មីចេញអបិនឹងក៏បាននិយាយថាសាំងវងវាយចាញ់អ្នកចាញ់ខ្លះអ្នកចាញ់ហ្នឹងសេយកយើងនៅពេលនោះអបិម៉ាប់ក៏បាននិយាយថាបើសិនជាខ្ញុំវាយឈ្នះអ្នកចាញ់នោះដូចជាឈ្នះសាំងវងផងដែរជាព្រួយមួយបាញ់បានចាប់ពីរជាអញ្ចឹងអបិនឹងមានឈ្មោះថាហួងដែលវងនឹងអ្នកអរគ្នាបើសិនខ្ញុំអានខុសអធិស្ឋានផងអបិនឹងផងដែរមានអាយុ17ឆ្នាំហើយគីឡូវាប្រចាំចៃគីឡូទៅគ្មានអ្វីហួសថ្លៃទេ100គីឡូដងយើងកាន់មកកាន់សាលាយ៉ងមីនវិញយើងក៏បានឃើញអបិសាំងវងអ្នកគៀននោះក៏បាននិយាយថាអបិសាំងវងអវត្តមាននៅសាលារយៈពេល3ថ្ងៃទៅហើយបានមកពេលនោះដែរសេយករបស់យើងក៏បាននិយាយថាខ្ញុំនឹកស្មានថាវងគេនឹងរួចពេលសងសឹកភ្លាមមើលទៅគេចោះពិតជាស្ងៀមស្ងាត់ខ្លាំងមែនតើនៅពេលនោះដែរសេយករបស់យើងក៏បាននិយាយថាសាំងវងមិនបានតាក់ទងជាមួយខ្ញុំទេជាការទូទ្រង់ផងដែរដែលសាំងវងមិនបើកការសងសឹកមកកាន់ខ្ញុំវិញពេលនោះដែរយើងក៏បានឃើញស៊ីអ៊ីនក៏បានកែហៅទៅកាន់សេយករបស់យើងពេលនោះដែរស៊ីអ៊ីនក៏បានលើកកណ្ដាស់អ្វីម្យ៉ាងហើយនឹងក៏បានគុំមកកាន់សេយករបស់យើងតែម្ដងហើយកណ្ដាស់នោះមានន័យថាឲ្យសេយករបស់យើងទៅទិញនំប៉័ងឲ្យស៊ីអ៊ីនតែអូនសេយកទៅខឹងចំពោះស៊ីអ៊ីនជាខ្លាំងហើយស៊ីអ៊ីនក៏បាននិយាយថាខ្ញុំជួយបង្ហាត់អ្នកឲ្យអ្នកវាយឈ្នះសាំងវងណាពេលនោះដែរសេយករបស់យើងក៏បាននិយាយថាអើយដល់កសម្ពាធទៀតលេបនោះផងដែរសេយករបស់យើងក៏បាននិយាយថែមទៀតផងដែរជំពាក់ស៊ីអ៊ីនសម្រាប់ជំនួយរបស់អ្នកល្អផងដែរជាជាងធ្វើការទៅឲ្យកាន់សាំងវងលេបនោះផងដែរសេយករបស់យើងក៏បាននិយាយថែមទៀតថានេះគឺជាសម្ភារមង្គលនេះគឺជាសន្តិភាពពេញលេញលេបនោះផងដែរក៏បានលេខនៃប្រូដៃមកពីណាក៏បាននិយាយទៅកាន់សេយកយើងថាឯងគឺជាបុរសវាយសាំងវងឈ្នះនឹងមែនទេលេបនោះផងដែរសេយករបស់យើងក៏បាននិយាយថាបាទខ្ញុំជាអ្នកវាយសាំងវងយើងមកទៅកាន់អបិសេយកទៅភ្ញាក់ផ្អើលបន្តិចផងដែរនៅពេលនោះដែរវាក៏បាននិយាយថែមទៀតថាពួកអស់ទៅនេះគឺជាមិត្ត
ភេទរបស់សាំងវងនោះបន្ទាប់ពីអាប៉ែនឹងដើរចេញហើយសេយករបស់យើងក៏បានដើរមកម្ខាងនេះផងដែរហើយអាប៉ែនឹងក៏បាននិយាយថាស្មានទៅសោះអាប៉ែនឹងដូចមើលនឹងវើយឈ្នះសាំងនោះផងដែរយើងក៏បានឃើញអាប៉ែបែកកាវក្បាលឆ្កែមកពីណាវាក៏បាននិយាយទៅកាន់សេយកយើងថាគឺជាអាម្នាក់ជន់បត់មួយសាំងវងនឹងមែនទេទៅកាន់អាមួយនឹងទៅមិនមែនតែម្នាក់ទេវាមាន3នាក់វាគឺជាកូនភ្លោះ3នាក់តែម្ដងមើលទៅកាន់រូបរាងឯងទៅឈ្នះទៅប្រហែលជាសំណាងតែប៉ុណ្ណោះនោះក៏បានលេចអាប៉ែ4 5ក្បាលទៀតវាក៏បាននិយាយថាអូអាមួយនេះហើយអាអ្នកចាញ់គឺជាអ្នកវើយឈ្នះអាសាំងវងនោះផងដែរយើងក៏បានឃើញអាប៉ែដែរវងនឹងឯងខ្ញុំសូមហៅតាប្រូម៉ាប់បាននោះផងដែរវាក៏បានបោះសម្ដីទៅកាន់សេយកយើងថាពួកគេថាឯងគឺជាអ្នកឈ្នះតាមយើងមើលទៅឯងគឺជាសម្ោចតែប៉ុណ្ណោះនោះផងដែរសេយករបស់យើងក៏បាននិយាយថាអ្វីទៅពួកគេនិយាយដូចដែរស្គាល់ខ្ញុំមើលទៅកាន់សេយករបស់យើងទៅបន្ទាប់ពីវាយសាំងវងឈ្នះហើយពិតជាល្បីមែនទែននៅក្នុងថ្នាក់របស់គេពេលនោះផងដែរបន្ទាប់ពីសេយករបស់យើងក៏បានចាក់ចេញក៏បានឃើញនៃពួកអាចអាចារ្យប្រមាណអ្នកផងដែរក៏បាននិយាយទៅកាន់សេយករបស់យើងក៏បានសេហាយទៅកាន់សេយករបស់យើងពេលនោះអាប៉ែម្នាក់ចំណោមពួកគេក៏បាននិយាយទៅកាន់សេយកយើងថាពួកគេក៏បានលើភាអារាមថាអ្នកក៏ជាអេនៅក្នុងសាលានេះផងដែរសម្រាប់ជួយអ្នកទន់ខ្សោយអីចឹងណាអ្នកនរគ្នាហើយឥឡូវនេះសេយករបស់យើងមានហ្វេនអីច្រើនដែរចង់និយាយចឹងពេលនោះយើងក៏បានឃើញអាប៉ែពីនេះវាក៏បាននិយាយថាជាផ្លូវយើងដើរចេញពេលនោះផងដែរយើងក៏បានឃើញអាប៉ែម្នាក់ក៏បានខ្សឹបទៅកាន់សេយករបស់យើងហើយគេក៏បាននិយាយថាខ្ញុំបានលឺអ្វីចម្លែកពេលខ្ញុំនៅក្នុងកតុបទឹកនោះពួកគេក៏បាននិយាយឡើងថាមិនចាំបាច់ទៅវយសាំងវងទេខ្ញុំវាយតែអាប៉ែអ្នកចាញ់ហ្នឹងឈ្នះដូចជាវយសាំងវងផងដែរតោះអ្នកសុំផងប្រយ័ត្នពួកអីខ្ញុំបានលឺពួកគេនិយាយចឹងចំណោមពួកគេអ្នកណាគេទេចង់វយអ្នកហ្នឹងគេចង់កាត់តំបន់នេះហើយពេលនោះអាប៉ែហ្នឹងក៏បានចាក់ចេញទៅអាប៉ែហ្នឹងក៏បាននិយាយថាអ្នកសុំផងប្រយ័ត្នផងហើយមកទៅកាន់សេយកយើងចុះបែកញើសដុំហើយសេយករបស់យើងក៏បាននិយាយថាច្បុកច្បល់ខ្លាំងណាស់យ៉ាងកាន់មកកាន់ដបូទេរបស់សេយករបស់យើងវិញយើងក៏បានឃើញនៃសេយករបស់យើងមួយស៊ីអ៊ីនកំពុងតែបង្ហាញឲ្យស៊ីអ៊ីនរបស់យើងក៏បានកុយលើសេយករបស់យើងផងដែរសេយករបស់យើងក៏បាននិយាយឡើងថាស៊ីអ៊ីនដែលអ្នកញ៉ាំនំចឹងអ្នកកុយលើខ្ញុំចឹងអ្នកចាប់ទុកខ្ញុំដូចជាប្រទេសក្តារមែនទេក៏បាននិយាយទៅកាន់សេយកយើងវិញថាជាប្រយោជន៍អ្នកចាញ់វាហើយវាក៏មិនមែនក៏អីនៅលើដបូលទេក៏បាននិយាយថែមទៀតថាអ្នកចង់ឲ្យខ្ញុំកុយនៅលើដីមែនទេក្រៅពីនេះវាជាលំហាត់ប្រាណសម្រាប់ឲ្យអ្នករងមាំឆាប់ផងដែរស៊ីអ៊ីនក៏បាននិយាយបន្ថែមទៀតថាជប់រអ៊ូរតំអ្នកចាញ់ពេលនោះសេយករបស់យើងក៏បាននិយាយបន្ថែមទៀតថាក្មេងសាលាស្អីម្នាក់ក៏បាននិយាយមកកាន់ខ្ញុំថាចង្កាងប្រមាណអ្នកនឹងនៅសាលាចង់មកផ្ដួលខ្ញុំសាហាវខ្លាំងពេកហើយខ្ញុំគឺជាសិស្សរបស់អ្នកតែខ្ញុំគួរធ្វើអ្វីពេលនោះផងដែរស៊ីនក៏បាននិយាយឡើងថាមនុស្សពិតជាមានការប្រកួតប្រជែងតែអ្នកចង់ត្រឡប់ទៅការវាំវិញទេជាដោះស្រាយមិនចេញរបស់យើងក៏បាននិយាយឡើងវិញថាតែជីវិតនឹងមានសន្តិភាពបន្ទាប់ពីវ័យឈ្នះនៅពេលនោះស៊ីអ៊ីនក៏បាននិយាយឡើងថាមិននឹកស្មានដល់សអ្នកភ័យខ្លាចដល់ថ្នាក់ហ្នឹងនោះផងដែរស៊ីនក៏បាននិយាយបន្ថែមទៀតផងដែរបន្ទាប់ពីជាប់ប្រឡងម្សិលមិញហើយមិនមានការបង្ហាត់ទៀតទេយករបស់យើងក៏បាននិយាយឡើងវិញថាជាអ្នកបង្ហាត់រៀនមួយថ្ងៃទៅចង់ឡើងទៅកាន់វិទ្យាល័យ CU ខ្ញុំនឹងមករៀនអ្នកថ្ងៃនេះផងដែរដូច្នេះអ្នកត្រៀមខ្លួនពេលនោះស៊ីអ៊ីនក៏បាននិយាយឡើងថាប្រហែលនឹងខ្លាចជាម្ចាស់ដីស៊ីអ៊ីនយ៉ាងនៅពេលដែលរៀនសេយកពិតជាធោក្តៅខ្លាំងមែនទែនចាំមើលទៅសេយកយើងរៀនវិញចាំមើលដឹងគ្នាការមកកាន់ពេលរាត្រីឆ្លោះបញ្ចាំងពីសេយកយើងនឹងកាន់ស៊ីអ៊ីនពេលនោះសេយករបស់យើងក៏បាននិយាយឡើងថាមុនពេលចាប់ដើមឲ្យខ្ញុំពិនិត្យមើលទុកកដារបស់អ្នកពេលនោះកូនសិស្សស៊ីអ៊ីនក៏បាននិយាយឡើងទៅកាន់ដាក់លោកគ្រូសេយកយើងថាលោកគ្រូសេយករបស់យើងក៏បាននិយាយឡើងថាដើម្បីពិនិត្យមើលបន្ទុករបស់នាងថានាងបានប៉ុណ្ណាបន្ទុកនៅពេលនោះផងដែរកញ្ញាស៊ីអ៊ីនរបស់យើងក៏បាននិយាយថាអ្នកពិតជារំខានខ្លាំងណាស់កុហកឲ្យតួឯកប្រុសរបស់យើងសេយកក៏បាននិយាយឡើងថាខ្ញុំមិនជឿជាក់ទៅសោះការប្រឡងផងនេះពេលនោះលោកគ្រូសេយករបស់យើងក៏បានអានមើលនៅពេលនោះដែរនិយាយឡើងថាការ៉េ12ការ៉េប្រវត្តិសាស្ត្រ14រដ្ឋវិទ្យា8រួមបញ្ចូលគ្នាការសិក្សាសង្គម13ភាសាអង់គ្លេស10បញ្ចូលគ្នាវិទ្យាសាស្ត្រ11ពេលនោះសេយករបស់យើងក៏បាននិយាយឡើងទៅកាន់កញ្ញាស៊ីអ៊ីនយើងថាដូច្នេះអ្នកបានបន្ទុកបែបនេះនៅលើផែនដីនេះអ្វីក្នុងនាមលោកគឺជាគ្រូអ្នកត្រូវបង្រៀនខ្ញុំឲ្យបានល្អជាងនេះរបស់យើងចេះនិយាយពេលសម្ដីចេញមករួចដោយសារខ្លួនឯងរៀនល្ងងខ្លួនឯងសោះនៅពេលនោះស៊ីអ៊ីនក៏បាននិយាយឡើងទៅកាន់សេយកយើងថាហេតុអ្វីបានជាអ្នកខឹងខ្ញុំអ្នកអាចខ្លាចជាអ្នកមានបញ្ហានៅក្នុងនាមជាគ្រូឬភាពក្លាហានដែលអ្នកមានពេលនោះកញ្ញាស៊ីអ៊ីនរបស់យើងក៏បាននិយាយទៅកាន់សេយកបន្ថែមទៀតថាបានជួយអ្នកដោយការឈ្នះដូច្នេះអ្នកកាន់តែទទួលខុសត្រូវដើម្បីចំណាប់ថ្នាក់របស់ខ្ញុំសេយករបស់យើងក៏បាននិយាយឡើងទៅកាន់ស៊ីអ៊ីនវិញថាខ្ញុំដឹងគុណអ្នកជួយខ្ញុំឈ្នះការប្រយុទ្ធប៉ុន្តែថាខ្ញុំមិនរៀនល្អយ៉ាងណាទេវានឹងមិនមានលទ្ធផលទេបើសិនជាអ្នកមិនខិតខំប្រឹងប្រែងច្រើនរបស់យើងបានទៅត្រឹមឆ្ងល់តែប៉ុណ្ណោះហើយនាងក៏បាននិយាយបន្ថែមទៀតថាលោកថាខ្ញុំមិនខិតខំប្រឹងប្រែងគ្រប់គ្រាន់ទេពេលនោះសេយករបស់យើងក៏បាននិយាយទៅកាន់ស៊ីអ៊ីនវិញថាប៉ុណ្ណាត្រូវខិតខំឲ្យខ្លាំងទោះបីថាបាត់បង់ដំណេកក៏ដោយស៊ីអ៊ីនក៏បាននិយាយទៅកាន់សេយកយើងវិញថា10ម៉ោងរបស់ខ្ញុំត្រូវការគេងហើយខ្ញុំមិនស្លាប់នោះទេពេលនោះម៉ាក់សេយករបស់យើងក៏បានបើកចូលមកហើយគាត់ក៏បាននិយាយឡើងថាបានយកផ្លែប៉ោមឲ្យពួកកូនមួយចំនួនក៏បាននិយាយឡើងថាជំរាបសួរអ្នកមីងបានរៀបចំផ្លែឈើឲ្យពួកខ្ញុំមួយចំនួនផងដែរក៏បានលើកដៃបេះដូងហើយស៊ីក៏បាននិយាយទៅកាន់ម៉ាក់សេយកយើងថាអរគុណច្រើនអ្នកមីងម៉ាក់សេយករបស់យើងក៏បាននិយាយថាចុះគាត់ហើយការសិក្សាចុះញ៉ាំផ្លែឈើនឹងទៅចុះពេលនោះស៊ីក៏បានគ្រប់ទៅកាន់ម៉ាក់សេយកហើយនឹងក៏បាននិយាយថាសូមចេញទៅសម្រាប់អ្នកស្រីកាត់មកកាន់នៅពេលដែលសិក្សាការ៉េហើយនៅពេលនោះដែរសេយករបស់យើងក៏បាននិយាយឡើងថា blur ប្រឡាញ់និយាយតែម្នាក់ឯងតពីដល់ម៉ោងហើយស៊ីក៏បាននិយាយទៅកាន់សេយកយើងថាចុះអ្នកមកតាមខ្ញុំផ្លេតកូនចៅក្រោមផ្លេតហើយសេយករបស់យើងក៏បាននិយាយថាអូខេកាត់មកកាន់ទស្សនភាពនៅក្រោមរវាងសេយករបស់យើងនិងស៊ីណែនោះហើយនៅពេលនោះដែរសេយករបស់យើងក៏បានសួរទៅកាន់ស៊ីអ៊ីនថាអ្វីនៅពេលដែលអ្នកចុះបារីអ្នកហៅខ្ញុំមកជាមួយនឹងអ្នកដើម្បីរក្សា
សារការមើលចាញ់ការមុនខ្ញុំឃើញប៉ូលីសនៅទីនេះសែយកក៏បាននិយាយឡើងថាស៊ីអ៊ីននាងថាតែបើសិនជាខ្ញុំឈ្នះនាងនឹងដូរមកហៅឈ្មោះខ្ញុំវិញក៏បាននិយាយថាអូពេលណាទៅខ្ញុំនិយាយហើយសែយកយើងក៏បាននិយាយថាអូនិយាយហើយពេលនោះស៊ីអ៊ីនយើងក៏បានសម័យនៅពេលដែលស៊ីអ៊ីននិយាយទៅកាន់សែយកយើងថាសិនជាអ្នកឈ្នះខ្ញុំនឹងហៅអ្នកទៅតាមឈ្មោះរបស់អ្នកចាញ់គឺជាការប្រឹងប្រែងដ៏ធំហើយស៊ីអ៊ីនក៏បាននិយាយទៅកាន់សែយកយើងថែមទៀតថាហើយនេះគឺជាការប្រឹងប្រែងដ៏ធំមែនទែនភ្លាមនោះផងដែរស៊ីអ៊ីនយើងក៏បាននិយាយថាល្អខ្ញុំនឹងហៅតាមឈ្មោះរបស់អ្នកល្អសម្រាប់ឈ្នះការប្រយុទ្ធផាតសេយកនិយាយចឹងមានគ្នាយើងម្នាក់ថាតួឯកប្រុសរបស់យើងមានឈ្មោះថាផាតសេយកទេអូនេះខ្ញុំបកប្រែមកឃើញចឹងឲ្យហៅឲ្យគេទៀតអត់យល់ពេលនោះដែរសេយករបស់យើងក៏បាននិយាយឡើងថាឈ្មោះខ្ញុំមិនមែនគឹមយាយយ៉ងទេឈ្មោះខ្ញុំផាតសេយកបងនេះអរគ្នាខ្ញុំហៅនិយាយខុសមិញពេលស៊ីអ៊ីននិយាយមិញពេលព្រលឹមយើងឆ្លប់បញ្ចាំងពីសាលាយ៉ងមានដាក់មួយដក3ហើយនៅពេលនោះដែរយើងក៏បានឃើញអាប៉ែសេយកដើរចូលហើយវាក៏បាននិយាយឡើងថាខ្ញុំធ្វើដូចម្ដេចនៅចំណាប់ថ្នាក់របស់ស៊ីអ៊ីនឲ្យនាងកាន់ឡើងនៅលើផែនដីនេះរបស់យើងកំពុងតែនិយាយសុកវាក៏បានឃើញអាប៉ែម៉ាប់ក៏បានអង្គុយនៅលើកៅអីរៀនផងវិញពេលនោះផងដែរសេយករបស់យើងក៏បាននិយាយថានោះគឺជាកៅអីរបស់ខ្ញុំទៅកាន់អាប៉ែនឹងពិតជាក្រិចមែនទែនវាដករួចហើយវាយកមកហិតទៀតឬដល់កក៏បាននិយាយទៅកាន់សេយកយើងថារីករាយដែលបានជួបអ្នកដូចជាហ៊ានមែនទែនប្រហែលវាក៏បាននិយាយបន្ថែមទៀតថាបើសិនជាអញវើយហើយដូចជាអញវើយផ្សាំងវងផងដែរពេលនោះដែរអាងកំាប់នៅវាក៏បាននិយាយថាអញមានន័យថាគួរតែបើកការប្រយុទ្ធមួយស្មើហើយភ្លាមនោះផងដែរសេយករបស់យើងក៏បាននិយាយទៅកាន់អាប៉ែកំាប់នឹងវិញថាហេតុផលអ្វីត្រូវវើយគ្នាជាមួយនឹងអ្នកពីសេយករបស់យើងនិយាយបញ្ចុះអាប៉ែនឹងក៏បានទេកំភ្លៀងទៅកាន់អាប៉ែសេយកយើងយកតែម្ដងក៏បានត្រូវបង្កើតឡើងថាគ្មានតម្លៃបែបនេះហើយវាក៏បានសាយផងដែរនៅពេលនោះផងដែរអាងកំាប់ក៏បានចាប់លើកតួឯកប្រុសរបស់យើងសេយកហើយវាក៏បានចាប់បោះតួឯកប្រុសរបស់យើងទៅកាន់ថ្មតែម្ដងមកទៅកាន់ទៅកៅអីទៅបាក់4 5តែម្ដងទៅភ្លាមនេះផងដែរសេយករបស់យើងពិតជាទ្រាំខ្លាំងមែនទែនពេលនោះដែរអាប៉ែកំាប់វាក៏បាននិយាយទៅកាន់សេយកយើងថាយ៉ាងម៉េចហើយសម្លាញ់ចង់ប្រយុទ្ធឥឡូវនេះដល់ពេលនោះផងដែរសេយករបស់យើងក៏បានគិតក្នុងចិត្តថាតែខ្ញុំគួរតែយកឈ្នះគេមួយដេចទៅពេលនោះដែរសេយករបស់យើងក៏បាននិយាយបន្ថែមទៀតថាខ្ញុំមិនអាចវាយគាត់បានទេពេលនោះផងដែរអាងកំាប់ក៏បាននិយាយទៅកាន់សេយករបស់យើងថាល្អិតឯងភ័យខ្លាចមែនទេពេលនោះផងដែរអាងកំាប់នឹងក៏បាននិយាយបន្ថែមទៀតថាយើងយល់ហើយឯងគឺជាអ្នកវាយសាំងវងយើងគឺជាអ្នកវាយឯងហើយនេះវាដូចជាពីរឈ្នះក្នុងពេលតែមួយមែនទេពេលនោះផងដែរអាងកំាប់នឹងក៏បានចាក់ចេញហើយវាក៏បាននិយាយថាជួបគ្នានៅពេលក្រោយពេលនេះផងដែរសេយករបស់យើងក៏បានសន្និដ្ឋានក្នុងចិត្តថាចោះដោយការសឡត់ផុនអាប៉ែនឹងពិតជាល្អមែនទេហើយដោយសារប៉ែនឹងមិនបន្តការវាយបហាចំពោះខ្ញុំបញ្ចប់វីដេអូយើងត្រឹមនេះតែប៉ុណ្ណោះខ្ញុំថាចង់ធ្វើឲ្យបានដល់5នាទីធ្វើអត់បានទៀតឬដល់ក៏មិនភ្លៀងមកបដាហើយនេះអត់ក្រឯងមើលនេះធ្លាក់មកបដានេះសុបទឹកនោះនេះនឹងមានការចំនួនកើនឡើងឯនេះនៅរោងប៉ៃតាមមានប៉ុណ្្នឹងឯងអ្នកអរគ្នាអត់ជឿទៀតខ្ញុំអត់ដឹងបរិយាយអីទៅកាន់អ្នកអរគ្នាទៀតទេមុននឹងមកចុះទៅកាន់វីដេអូរបស់យើងបើសិនជាអ្នកទាំងអស់គ្នាចង់ join ទៅកាន់ Telegram របស់ខ្ញុំអាច join តាមរយៈលេខនេះបាននិយាយលេងអ្នកអរគ្នាហើយអ្នកអរគ្នាចង់សួរអ្វីមកកាន់ខ្ញុំក៏សួរបានដែរហ្នឹងនិយាយលេងមួយគ្នាយើងមិត្តយើងនៅក្នុង group អីចឹងហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ join មកកាន់ group នេះអ្នកអរគ្នាអាច join បានហើយមួយទៀតផងដែរអ្នកទាំងអស់គ្នាកុំភ្លេចចូលទៅ subscribe នៃ channel ទូចផុនខ្ញុំផងដែរហ្នឹងហើយ channel ទូចហ្នឹងខ្ញុំមានកម្រងថាចង់សម្រាយរឿងថ្មីផងដែរបានរឿងហ្នឹងពិតជា hit មែនតើហ្នឹងហើយអ្នកអរគ្នានិយាយមែន cool យកហ្មងតារាមណាផែនដីនៅតែមាននៃលកានៅតែដើរយើងជួបគ្នាវីដេអូបន្ត